ជាបំណងប្រាថ្នាតែមួយគត់ដែលខ្ញុំគ្រាន់តែចង់ឲ្យលោកប៉ាឈរនៅមុខយន្តនៅពេលនេះក៏ប៉ុន្តែរយៈពេល3ឆ្នាំខ្ញុំតែងតែឃើញមុខអ្នករយៈពេល3ឆ្នាំខ្ញុំតែងតែលើសម្ដីអ្នកក្នុងរយៈពេលឆ្នាំនោះខ្ញុំចាំជានិញចាំមិនភ្លេចរាល់ទង្វើដែលអ្នកធ្លាប់ធ្វើកន្លងផ្ដោះផ្ដំបីបំប្រឡាយអ្នកមិនដែលទុកឲ្យខ្ញុំនៅម្នាក់ឯងព្រោះអ្នកតែងតែខ្លាចបាត់រូបខ្ញុំអ្នកមិនដែលធ្វើឲ្យខ្ញុំយំនឹកឃើញដល់ការគ្រានោះខ្ញុំជីលើកនាងដើរលេងជាមួយអ្នកមកពេលខ្ញុំនឹកឃើញម្ដងខ្ញុំស្រែកសួរទេវតាថាពេលនេះអ្នកនៅទីណាក្នុងចិត្តខ្ញុំសែនឈឺផ្សាហេតុអ្វីខ្ញុំមិនអាចហៅលោកប៉ាដូចគេស្ដាប់ពីខ្ញុំដែលបានសរសេរចង់អង្វរសម្រូបអ្នកត្រឡប់វិលវិញបានទេពេលនេះខ្ញុំពិតជាត្រូវការវិលវិញបានទេលោកប៉ាវិលវិញលោកប៉ាវិលវិញលោកប៉ាវិលវិញលោកប៉ាខ្ញុំពិតជាចង់ឃើញប៉ានៅពេលនេះហើយឈរមើលខ្ញុំនៅកន្លែងនេះជាទឹកភ្នែកដែលបានហូរស្រក់បន្សល់ខ្លាចជាពាក្យពេចន៍កំណាពាក្យពេចន៍ដែលបានហោះហើរវាហៅបីដូចជាចាបវាដោយទៅតាមវាយោសមុទ្រសង្ឃឹមតែថ្ងៃណាមួយរូបខ្ញុំនឹងបានជួបលោកឪពុកហើយសង្ឃឹមថារូបអ្នកនឹងហ៊ានប្រឈមមុខទទួលស្គាល់នៅការពិតហើយចេះគិតពិចារណាសុភមង្គលនៅលើវាលវត្តទៅសង្សារតែចេះគិតថាខ្លួនជាឪពុកតែចេះគិតថាខ្លួនជាមេបាតែចេះគិតថាខ្លួនមានគ្រួសារតែចេះគិតថាខ្លួនមានបទត្រាតែចេះធ្វើចិត្តឲ្យខ្លាំងតតាំងកុំចាញ់កុំញាក់មិនកំសាជឿនជើងមកជួបកូនប្រុសម្នាក់នេះបន្ទោះបីជាអ្នកខំប៉ុណ្ណាមានក្មេងប្រមាណអ្នករស់គ្មានឪពុកមានក្មេងប្រមាណអ្នកកាត់ទុកដូចជារូបខ្ញុំស្រែកយំក៏ទៅចង់ឃើញរូបអ្នកនឹងនិយាយប្រាប់រូបអ្នកថាលោកប៉ាវិលវិញបានទេលោកប៉ាវិលវិញលោកប៉ាវិលវិញលោកប៉ាអ្វីគ្រប់យ៉ាងគឺខ្ញុំដឹងអ្វីទាំងអស់នេះគឺខ្ញុំធ្វើដើម្បីអ្នកក៏ប៉ុន្តែពេលវេលាទាំងនោះគឺវាមិនអាចត្រឡប់ឡើយជីវិតពិតនៃខ្ញុំ